ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំប៊ុនណាថ្ងៃនេះខ្ញុំជាម្ចាស់ Channel AI Studio Entertainment ថ្ងៃនេះខ្ញុំមានរឿងមួយចង់មកប្រាប់បងប្អូនអញ្ចឹងណាដោយសារតែ Channel AI Studio Entertainment យើងធ្វើអំពីចម្រៀង AI អញ្ចឹងខ្ញុំគិតថាចម្រៀង AI វាឥឡូវហ្នឹងវាបាត់បង់ការទស្សនាច្រើនបងប្អូនមានន័យថាអត់សូវមានអ្នកមើលទេដោយសារតែយើងដឹងស្រាប់ឯង AI វាមិនអាចល្បីបានរហូតទេអញ្ចឹងខ្ញុំចង់មកប្រាប់បងប្អូនថាចាប់ពីថ្ងៃនេះទៅ Channel AI Studio Entertainment នឹងបដូរឈ្មោះឲ្យបងប្អូនប៉ុន្តែខ្ញុំអត់ទាន់ដឹងថាបដូរទៅជាឈ្មោះអីបងប្អូនអញ្ចឹងហើយ content ក៏ផ្លាស់ប្ដូរដែរបងប្អូន content ដែលខ្ញុំចង់ធ្វើនោះគឺប្រហែលជាយើងធ្វើ content បែបរស់នៅក្នុងប្រទេសកូរ៉េដោយសារតែខ្ញុំបាននៅប្រទេសកូរ៉េអញ្ចឹងខ្ញុំនឹងធ្វើវីដេអូដូចជាវីដេអូ blog វីដេអូបែបដើរលេងសប្បាយៗនៅក្នុងប្រទេសកូរ៉េឬក៏អ្វីប្លែកៗនៅក្នុងប្រទេសកូរ៉េខ្ញុំនឹងថតចូលនៅក្នុងហ្នឹងបងប្អូនអញ្ចឹងខ្ញុំចង់មាន fan មួយដែរបងប្អូនចង់មាន fan ដែលតាមដាននៅក្នុង YouTube របស់ខ្ញុំដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងជាម្ចាស់ channel ហ្នឹងហើយខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូអំពីការដើរលេងនៅក្នុងប្រទេសកូរ៉េអញ្ចឹងណាឬក៏វីដេអូអីប្លែកៗនៅក្នុងប្រទេសកូរ៉េអញ្ចឹងសង្ឃឹមថាបងប្អូននៅតាមដានទស្សនាដូចការដែល Channel AI Studio Entertainment មុនអញ្ចឹងហើយមិនមែនថាដូរម្ចាស់ទេបងប្អូនគឺខ្ញុំបន្តហ្នឹងហើយគឺម្ចាស់ Channel ហ្នឹងហើយប៉ុន្តែគាត់ថាខ្ញុំចង់បដូរcontent ដោយសារតែយើងដឹងស្រាប់ហើយ AI វាអត់ទៅមុខទេបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូននឹងគួយគ្រប់ត្រូលហើយវីដេអូហ្នឹងអត់មានអីនិយាយច្រើនទេបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើអំពីអីបងប្អូនអាច comment មកបានបងប្អូនអាច comment នៅក្នុងខាងក្រោមវីដេអូហ្នឹងមកនៅក្នុងប្រទេសកូរ៉េបងប្អូនចង់ដឹងអីអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយ comment ជួយ like ជួយ share បានច្រើនដើម្បីឲ្យ channel នេះនៅបន្តដំណើរការហើយបញ្ជាក់មកម្ដងទៀតបងប្អូន channel ហ្នឹងគឺនៅអាចរលុយបានធម្មតាទេអញ្ចឹងខ្ញុំផ្លាស់ប្ដូរ content ប៉ុន្តែអត់ចម្រៀងខ្ញុំមិនទាន់លុបទេបងប្អូនបើសិនជាថ្ងៃណាមួយទៅcontent ដែលខ្ញុំធ្វើថ្មីហ្នឹងវាដើរទៅមុខល្អឬក៏មានអ្នកមើល 1K 2K អីខ្ញុំនឹងអាចចាក់ private ចម្រៀងខ្ញុំដាក់ជា content scene original តែម្ដងហ្នឹងហើយអញ្ចឹងបងប្អូនជួយតាមដានកុំភ្លេចជួយ subscribe ទាំងអស់គ្នាអរគុណច្រើនបាយបាយ